Bạn nhiều xưa bằng mai ổn xôm xóa công như mấy một căn channel chia sering សម្រាប់បងប្អូនដែលប្រើប្រាស់ប្រភេទទូរស័ព្ទ iOS តាំងពីប្រភេទទូរស័ព្ទ XS Max iPhone 7 iPhone 8រហូតដល់ iPhone 17មិនថាទូរស័ព្ទថ្មីទូរស័ព្ទចាស់អញ្ចឹងនៅរដូវក្តៅនេះបងប្អូននឹងជួបប្រទះបញ្ហាជាច្រើនទៅលើការប្រើប្រាស់អញ្ចឹងបញ្ហាទាំងអស់នេះដែរមានដូចជាការប្រើប្រាស់ទូរស័ព្ទយូរពេកតាមរយៈការលេង TikTok ការមើលវីដេអូនៅលើ YouTube ឬក៏ការប្រើប្រាស់នៅក្នុងបណ្ដាញសង្គម Facebook ហើយកត្តាទាំងនេះដែរគឺដូចជាការលេងហ្គេមរយៈពេលយូរឬក៏ version ដែលខ្ពស់ជាងប្រភេទទូរស័ព្ទដែលអត់អាចយោងបានហើយមួយទៀតតកតងនឹងការមិនបានអាប់ដេតឲ្យទាន់ version ចុងក្រោយនៃប្រព័ន្ធការពាររបស់ប្រព័ន្ធ iOS ជាដើមហើយកត្តាមួយទៀតគឺជាកត្តាដែលយើងបញ្ចូលថ្មគឺអត់ឡើងទេគឺក្តៅខ្លាំងទូរស័ព្ទរបស់យើងហើយចំណុចមួយទៀតតទៅនឹងការប្រើប្រាស់ថ្មទូរស័ព្ទគឺអស់ភ្លើងលឿនអាហ្នឹងវាសុទ្ធជាកត្តាបញ្ហាដែលយើងជួបប្រទះហើយមួយទៀតទៅនឹងគុណភាពថ្មរបស់យើងគឺធ្លាក់ចុះលឿននេះសុទ្ធជាកត្តាដែលបង្កបញ្ហាទៅលើប្រព័ន្ធ iOS គឺយើងជួបបញ្ហាច្រើននៅក្នុងការប្រើប្រាស់នេះការថែរក្សាថ្មនិងការកាត់បន្ថយកម្ដៅនៅលើទូរស័ព្ទ iPhone ដែលបងប្អូនប្រើប្រាស់អញ្ចឹងដើម្បីកាត់បន្ថយទៅលើបញ្ហានេះដែរអញ្ចឹងខ្ញុំសូមនាំបងប្អូនទៅមើលវិធីសាស្ត្រងាយនឹងការកំណត់មួយចំនួននៅក្នុងទូរស័ព្ទ iPhone អញ្ចឹងសូមបងប្អូនចូលទៅបើកទូរស័ព្ទរបស់បងប្អូនមកហើយយើងចូលទៅលើ setting នេះជាចំណុចទី1បន្តមកទៀតបងប្អូនចូលទៅក្នុងdisplay and brightness អញ្ចឹងបងប្អូនចូល setting ហើយ display and brightness មកអញ្ចឹងយើងចូលទៅរកទាំងអស់គ្នានេះ display and brightness អញ្ចឹងជាចំណុចនេះមួយគឺចំណុចទី1ដែលយើងតែងតែប្រើប្រាស់បន្តមកទៀតបងប្អូនចូលទៅរកពាក្យright to wake អញ្ចឹងចំណុចនេះដែរបងប្អូនដឹងស្រាប់ហើយទូរស័ព្ទយើងប្រើពេលខ្លះគាត់តែយើងលើកក៏ទូរស័ព្ទយើងលោតភ្លើងពេលខ្លះយើងដាក់ក្នុងកប៉ាល់របស់យើងគឺទូរស័ព្ទវាលោតអូតូនេះជាកត្តាមួយដែលធ្វើឲ្យទូរស័ព្ទយើងឆាប់ក្តៅបន្តមកទៀតបងប្អូនចូលចំណុចទី2គឺយើងចូលនៅក្នុង setting ដូចគ្នាបន្ទាប់ពីចូល setting ហើយបងប្អូនចូលពាក្យaccessibility បាទយើងចុចមកបន្ទាប់ពីចូល accessibility ហើយអញ្ចឹងបងប្អូនចូលទៅរកពាក្យ display and text size អញ្ចឹងបងប្អូនចូលមកអញ្ចឹង display and text size បន្តមកទៀតបងប្អូន scroll ទៅខាងក្រោមបងប្អូនអាចជ្រើសរើសពាក្យនេះauto brightness អញ្ចឹង auto brightness នេះគឺវាជួយទៅលើទូរស័ព្ទយើងផងដែរមិនថាបងប្អូនប្រើនៅក្នុងកន្លែងងងឹតឬកន្លែងដែលមានពន្លឺខ្លាំងឬក៏កន្លែងដែលក្តៅខ្លាំងអញ្ចឹងពន្លឺវានឹងអូតូអញ្ចឹងវាជួយកាត់បន្ថយការឡើងកម្ដៅរបស់ទូរស័ព្ទយើងផងដែរបាទបន្ទាប់ពីបងប្អូនបើកទៅលើ auto brightness ហើយចំណុចមួយទៀតបងប្អូនចូលនៅក្នុង setting ដូចគ្នាបាទចូលនៅក្នុង setting ហើយយើងចូលក្នុងពាក្យ general បាទបន្ទាប់ពីបងប្អូនចុចទៅលើពាក្យ general ហើយបងប្អូនស្វែងទៅរកពាក្យbackground app refresh បាទចំណុចនេះគឺជាចំណុចដែលសំខាន់មួយដែរបើសិនជាទូរស័ព្ទបងប្អូនមានបើកទៅលើ background app refresh នេះបាទបងប្អូនមើលយើងមាន app ជាច្រើនដែលដំណើរការហើយនេះជាកត្តាមួយដែលធ្វើឲ្យថ្មទូរស័ព្ទយើងឆាប់អស់ផងដែរការដែលអូតូដែលយើងមិនបានបើកវាតទៅសោះហើយចំណុចនេះដែរបងប្អូនអាចជ្រើសរើសទៅលើ app មួយណាដែលបងប្អូនចង់ប្រើហើយចំណុចណាឬក៏ app មួយណាបងប្អូនគាត់ថាមិនសំខាន់ដែលមិនចាំបាច់ប្រើយើងគួរតែបិទឬក៏បងប្អូនអត់ចង់បើកទៅលើមួយទេគឺយើងចង់បិទទាំងអស់តែម្ដងយើងអាចចុចទៅលើពាក្យ off
បាទយើងចុចពាក្យ off មកគឺយើងបិទអញ្ចឹងនៅពេលដែលបងប្អូនបើកទៅលើ app មួយណាតែទៅលើ app មួយទេប៉ុន្តែបើបងប្អូនអត់បានបិទទេគឺវាស៊ីថ្មធ្វើឲ្យថ្មទូរស័ព្ទយើងឆាប់អស់ភ្លើងហើយក៏បង្កឲ្យទូរស័ព្ទយើងឆាប់ក្តៅផងដែរបាទក្រៅពីចំណុចទាំង3ខាងលើបងប្អូនគួរតែការប្រើប្រាស់សម្រាប់ការប្រើប្រាស់វិញអញ្ចឹងសម្រាប់ការសាកថ្មយើងមិនគួរសាកពេញមួយយប់ឬក៏ទុកឲ្យវាចូលភ្លើងលើសពីអ្វីតម្រូវការរបស់វាទេគឺបងប្អូនមិនគួរបញ្ចូលភ្លើងឲ្យពេញ 100% ទេហ្នឹងជាកត្តាមួយដែលធ្វើឲ្យទូរស័ព្ទយើងឆាប់ខូចថ្មឬក៏ឆាប់បោកថ្មជាការល្អបងប្អូនបញ្ចូលត្រឹម 80% ឬក៏ 90% បានហើយអញ្ចឹងយើងមិនគួរបញ្ចូលថ្មរហូតដល់ពេញ 100% តែម្ដងទេហើយចំណុចមួយទៀតគឺការសាកថ្មពេលទូរស័ព្ទដែលកំពុងក្តៅអញ្ចឹងនេះជាកត្តាមួយដែលធ្វើឲ្យទូរស័ព្ទយើងបញ្ចូលភ្លើងអត់ចូលទេគឺវាកំពុងតែក្តៅអញ្ចឹងវាបញ្ហាទៅលើម៉ាស៊ីនរបស់ទូរស័ព្ទហើយចំណុចមួយទៀតដែរបងប្អូនគួរកុំប្រើឆ្នាំងសាកណាដែលចូលលឿនខាងពេកជាធម្មតាបងប្អូនប្រើទូរស័ព្ទនៅថ្មីគឺទូរស័ព្ទយើងគឺចូលលឿនអត់បញ្ហាទេប៉ុន្តែបងប្អូនជាទម្លាប់បើសិនជាប្រើទូរស័ព្ទយើងនៅពេលដែលកាន់តែចាស់ហើយកាលណាបងប្អូនប្រើឆ្នាំងសាកហៅ fast charging គឺវាបង្កបញ្ហាអ្វីទូរស័ព្ទយើងគឺឆាប់ប៉ោងថ្មឬក៏ឆាប់ខូចថ្មតែម្ដងឬក៏អាចបង្កម៉ាស៊ីនរបស់ទូរស័ព្ទដូចគ្នាដែរហើយចំណុចមួយទៀតដែលបងប្អូនមិនគួរធ្វើសោះគឺកុំសាកថ្មនៅលើពូកឬក៏ដាក់ទូរស័ព្ទនៅក្រោមខ្នើយព្រោះការដាក់ទូរស័ព្ទនៅក្រោមពូកឬក្រោមខ្នើយជាកត្តាមួយដែលធ្វើឲ្យទូរស័ព្ទមានបញ្ហាឡើងកម្ដៅព្រោះវាអត់មានខ្យល់សម្រាប់ចេញចូលវាបង្កជាបញ្ហាវាអាចបង្កឲ្យទូរស័ព្ទយើងអាចទៅជាផ្ទុះផងដែរបាទខ្ញុំសង្ឃឹមថាបងប្អូននឹងយល់ទាក់ទងនឹងចំណុចទាំងអស់នេះបើសិនជាបងប្អូនចង់បានទូរស័ព្ទប្រើការបានយូរនិងមិនងាយមានបញ្ហាបងប្អូនគួរតែអនុវត្តទៅលើចំណុចទាំងអស់នេះហើយសង្ឃឹមថាបងប្អូននឹងអាចអនុវត្តបានហើយនឹងស្វែងយល់បន្តទៀតបាទអញ្ចឹងសូមអរគុណច្រើនសម្រាប់ការតាមដាននិងទស្សនារបស់បងប្អូនសូមកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត